តាមពិតទៅវីដេអូនេះខ្ញុំចង់បង្ហោះដោយប្រើតែភ្លេងសុទ្ធប៉ុន្តែខ្ញុំគិតទៅគិតមកខ្ញុំដូចជាស្ដាយខ្ញុំថាបើសិនជាខ្ញុំបញ្ចូលសំឡេងពីលើនឹងទៀតប្រហែលជាវាធ្វើឲ្យវីដេអូកាន់តែមានន័យអញ្ចឹងណាបងប្អូននេះគឺជាវីដេអូដែលខ្ញុំធ្វើជាលក្ខណៈគ្រួសារទេដើម្បីទុកជាអនុស្សាវរីយ៍នៅថ្ងៃក្រោយអាចនឹងថាឆ្នាំក្រោយឬក៏10ឆ្នាំក្រោយខ្ញុំចង់ទៅមើលអតីតកាលពីឆ្នាំ2025ហើយអត់មានអីមើលផងពេលខ្លះមានតែរូបអត់មានវីដេអូអញ្ចឹងវីដេអូក៏ជាអនុស្សាវរីយ៍មួយដែលយើងមើលហើយយើងសប្បាយចិត្តណាបងប្អូនអញ្ចឹងខ្ញុំគិតថាបងប្អូនប្រកាសជាមានទូរស័ព្ទអនាគតម្នាក់មួយគ្រឿងដែរបងប្អូនអញ្ចឹងអ្វីដែលបងប្អូនអាចធ្វើបានអាចថតវីដេអូនៅពេលដែលបងប្អូនទៅដើរលេងឬក៏ទៅរមណីយដ្ឋានណាមកកន្លែងអីបងប្អូនគិតថាស្រស់ស្អាតជុំគ្រួសារអញ្ចឹងថតលេងជាវីដេអូក៏បានដែរបងប្អូនហ្នឹងហើយបើសិនជាបងប្អូនអត់បកកែបញ្ចូលសំឡេងទេបងប្អូនគ្រាន់តែដាក់តែភ្លេងទៅក៏បានដែរបងប្អូនហ្នឹងហើយអនុស្សាវរីយ៍របស់យើងវាមានច្រើនបងប្អូនខ្ញុំស្ដាយកាលដែលខ្ញុំនៅពីក្មេងតូចខ្ញុំអត់មានទូរស័ព្ទប្រើដោយសារតែជំនាន់អត់ទាន់មានដែរប៉ុន្តែមានស្អីគេនោះទូរស័ព្ទN7 ទៅយកទៅធ្វើស្អីកើតហើយអនុស្សាវរីយ៍មានច្រើនណាស់ជាមួយនឹងបងប្អូននៅខាងដីថ្មីច្រើនមែនតើហើយខ្ញុំក៏សោកស្ដាយពេលខ្លះយើងមានលុយក៏យើងមិនអាចទៅទិញនៅក្តីសុខពេលនោះបានដែរអញ្ចឹងបើសិនជាយើងមានជាវីដេអូមើលក៏វាធ្វើអារម្មណ៍យើងស្រស់ស្រាយណាបងប្អូនស្ដាយកាលនោះអត់មានជាវីដេអូមានអីសោះខ្ញុំស្ដាយក្រោយមែនតើដូចជាបងប្អូនគាត់មកគេងលេងនៅតូបកន្លែងផ្ទះខ្ញុំនេះអីហ្នឹងអូច្រើនណាស់ប្រជុំបិណ្ឌអីចឹងទៅដើរលេងជុំគ្នាចឹងទៅហើយពីពេលនេះទៅក៏ខ្ញុំមានទូរស័ព្ទមួយគ្រឿងទុកគ្រាន់សម្រាប់ថតសកម្មភាពគ្រួសាររបស់ខ្ញុំដែលខ្ញុំបានទៅមកទៅនេះទៅនោះចឹងណាហើយនេះគឺខ្ញុំទៅដីថ្មីហើយផ្ទះរបស់ខ្ញុំនៅដីថ្មីហើយខ្ញុំជួលកន្លែងរស់ស៊ីនៅខាងភូមិឈូកបើបោះពុំអញ្ចឹងណាបងប្អូនហើយទស្សនភាពនៅខាងផ្ទះខ្ញុំនៅខាងដីថ្មីគឺតែជាតែជុំមែនដែរបងប្អូនចូលទៅដល់គឺដំណាំហូបផ្លែគឺមានច្រើនហើយស្រស់ស្រាយនឹងហើយបែបជនបទអញ្ចឹងណាបងប្អូនហើយខាងមុខហ្នឹងគឺតូបកាហ្វេរបស់បងប្អូនស្រីខ្ញុំនឹងឯងដែលខ្ញុំធ្លាប់បានផុសវីដេអូបងប្អូនហើយបងប្អូនអាចឈៀងទៅញ៉ាំកាហ្វេញ៉ាំអីបានហ្នឹងហើយគឺនៅក្បែរក្រុងទេបងប្អូនជិះទៅប្រហែលជា5ទៅ6នាទីដល់បងប្អូនហើយយើងបានទេសភាពស្អាតផងអញ្ចឹងណាហើយខាងមុខនោះគឺក្រាស់សាំងបងស្រីខ្ញុំនៅខាងមុខណាបងប្អូនអរគុណច្រើនបងប្អូនសម្រាប់ការទស្សនានៅវីដេអូមួយនេះជូនពរបងប្អូនសុខភាពល្អសំណាងល្អណាអរគុណច្រើន